តាអ្នកធ្លាប់ឆ្ងល់ទេថាឥដ្ឋដែលយើងប្រើសម្រាប់សាងសង់ផ្ទះត្រូវបានគេផលិតចេញពីរោងចក្រដោយរបៀបណាកាលពីជំនាន់មុនការផលិតឥដ្ឋគឺធ្វើឡើងដោយដៃដែលតម្រូវឲ្យចំណាយពេលរាប់ម៉ោងទម្រាំតែបានឥដ្ឋមួយដុំប៉ុន្តែឥឡូវនេះដោយសារបច្ចេកវិទ្យាទំនើបការងារនេះអាចត្រូវបានបញ្ចប់ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះការផលិតដោយប្រើប្រាស់ម៉ាស៊ីនសប្តាហ៍ថ្ងៃនេះការផលិតឥដ្ឋត្រូវបានធ្វើឡើងស្ទើរតែទាំងស្រុងដោយប្រើប្រាស់ម៉ាស៊ីនដំណើរការគឺចាប់ផ្ដើមពីការយកដីឥដ្ឋមកចាក់ចូលទៅក្នុងម៉ាស៊ីននឹងធ្វើការច្របាច់និងដាក់ដីឥដ្ឋនោះចូលទៅក្នុងពុម្ពដែលជារន្ធបូមជ្រុងហើយចាប់ផ្ដើមបោះឥដ្ឋជៀនជាជួរៗនៅលើដីម៉ាស៊ីនផលិតឥដ្ឋនេះមានសមត្ថភាពខ្ពស់ក្នុងការបង្កើតឥដ្ឋរាប់រយដុំក្នុង1នាទីនៅពេលដាក់ឥដ្ឋត្រូវបានបោះជៀនមកវានៅតែជាឥដ្ឋឆៅដែលមិនទាន់រឹងមាំនៅឡើយការដុតនិងការពង្រឹងគុណភាពឥដ្ឋឆៅទាំងនោះមិនទាន់រួចរាល់សម្រាប់ការសាងសង់ភ្លាមៗនោះទេគេត្រូវទុកឥដ្ឋនោះឲ្យស្ងួតសិនបន្ទាប់មកឥដ្ឋទាំងនោះត្រូវបានគេយកទៅដុតនៅក្នុងឡដែលមានកម្ដៅខ្លាំងដំណើរការដុតនេះគឺមានសារៈសំខាន់បំផុតព្រោះកម្ដៅខ្លាំងនឹងធ្វើឲ្យឥដ្ឋមានភាពរឹងមាំធន់ហើយមានពណ៌ក្រហមដោយដែលញៀនឃើញឥដ្ឋដែលបានដុតរួចរាល់គឺអាចយកទៅប្រើប្រាស់សម្រាប់ការសាងសង់ផ្ទះនិងអគារបានយ៉ាងមានប្រសិទ្ធភាពដូច្នេះការផលិតឥដ្ឋនៅសម័យទំនើបបានក្លាយទៅជាដំណើរការមួយដែលលឿនមានប្រសិទ្ធភាពនិងមានគុណភាពខ្ពស់